ក្នុងវីដេអូនេះខ្ញុំនឹងលើកយកចំណុចពិសេសប្លែកៗទាំង6ចំណុចរបស់រថយន្ត Rolls-Royce Ghost មកបង្ហាញជូនបងប្អូនទាំងអស់គ្នាជាពិសេសគឺសម្រាប់អ្នកដែលចូលចិត្តស្រឡាញ់រថយន្តតែម្ដងកុំភ្លេច like និង share វីដេអូនេះម្នាក់មួយផងដើម្បីលើកទឹកចិត្តដល់ admin នៅក្នុងការធ្វើវីដេអូបន្តទៀតចំណុចទី1រថយន្ត Rolls-Royce Ghost មិនមែនជារថយន្តធម្មតាដែលផលិតឡើងគ្រាន់តែបង្គុំហើយក៏ដាក់លក់ទេរថយន្ត Rolls-Royce គឺត្រូវបានការដំឡើងដោយដៃទាំងអស់មានន័យថាក៏មានម៉ាស៊ីនជំនួយដែរបងប្អូនទាំងអស់គ្នាប៉ុន្តែចុងបញ្ចប់នៃសង្វាក់ផលិតកម្មគឺបណ្ឌិតដោយមនុស្សដោយផ្ទាល់ណាបងប្អូនទាំងអស់គ្នាដែលភាសាបច្ចេកទេសគេហៅថា handmade គឺការដំឡើងដោយដៃហើយចំពោះពូកស្បែករបស់រថយន្ត Rolls-Royce Ghost គឺត្រូវបានប្រើប្រាស់ដោយស្បែកគោឈ្មោលដែលចំណាយគោប្រហែលជា8ទៅ10ក្បាលក្នុងមួយគ្រឿងបងប្អូនទាំងអស់គ្នាហើយដោយឡែករឹតតែប្លែកហ្នឹងគឺគោគឺត្រូវបានចិញ្ចឹមនៅក្នុងតំបន់ Bavaria នៃប្រទេសអាល្លឺម៉ង់ដែលតំបន់ហ្នឹងគឺត្រជាក់ខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាគឺពិបាកនៅក្នុងការចិញ្ចឹមសត្វគោមែនទែនដោយសារតែបែបនេះហើយទើបគោនៅតំបន់ហ្នឹងមិនមានសត្វល្អិតដែលខាំតិចដែលធ្វើឲ្យស្បែករបស់គោហ្នឹងគឺមានស្នាមអុចទេហើយគោនៅតំបន់ហ្នឹងគឺមានរោមក្រាស់ហើយដោយឡែកបងប្អូនទាំងអស់គ្នាគោដែលគេជ្រើសរើសយកមកធ្វើស្បែកដើម្បីធ្វើសម្រាប់រថយន្ត Rolls-Royce នីមួយៗគឺត្រូវបានជ្រើសរើសដោយសុទ្ធសឹងតែជាប្រភេទសត្វគោឈ្មោលបងប្អូនទាំងអស់គ្នាសត្វគោឈ្មោលគឺមិនមានសង្វារនៅពេលដែលកាត់កូនទេដោយសារតែសត្វគោញីមានសង្វារដូច្នេះហើយមិនត្រូវទីផ្សារជាមួយនឹងរថយន្ត Rolls-Royce Ghost ទេដូច្នេះហើយរថយន្ត Rolls-Royce Ghost នេះគឺជាអ្វីដែលគេធ្វើឡើងយ៉ាងផ្ចិតផ្ចង់ហើយដោយឡែកពុកស្បែករបស់រថយន្ត Rolls-Royce មិនថាជញ្ជាំងស្បែកឬក៏តាប់ឡូស្បែកទេត្រូវបានផលិតឡើងយ៉ាងពិសេសបំផុតដែលមានអបជាមួយនឹងឈើដែលមានអបជាមួយនឹងប្រេងពិសេសនេះសុទ្ធសឹងតែជារូបមន្តសម្ងាត់របស់ Rolls-Royce នៅពេលដែលបងប្អូនទាំងអស់គ្នាអង្គុយនៅក្នុងឡានហ្នឹងមិនថាបងប្អូនទាំងអស់គ្នាអាឡែស៊ីជាមួយនឹងក្លិនអីទេគឺមិនមានអាឡែស៊ីជាមួយនឹងក្លិនស្បែករបស់ Rolls-Royce ទេនេះហើយគឺជាកម្រិតអភិជនមួយដែលធ្វើឲ្យរថយន្ត Rolls-Royce Ghost គឺត្រូវបានប្រសិទ្ធមានថាជាកំពូលដែលប្រើប្រាស់ជាមួយនឹងពូកស្បែកដែលថ្លៃបំផុតបងប្អូនអរគ្នានេះហើយគឺជាចំណុចប្លែកទី1ចំណុចទី2មុននឹងចេញលក់រថយន្ត Rolls-Royce ត្រូវបានឆ្លងកាត់តេស្តស្តង់ដារនៅប្រទេសអង់គ្លេសហើយក៏ត្រូវបានធ្លាក់បងប្អូនទាំងអស់គ្នាឆ្ងល់ទេថាហេតុអីបានជារថយន្ត Rolls-Royce Ghost ធ្វើឡានឡើងល្អប៉ុណ្្នឹងហើយធ្លាក់ដោយសារហេតុផលអីគឺធ្វើឡានបានស្ងាត់ពេកបងប្អូនទាំងអស់គ្នាគឺស្ងាត់រហូតដល់ 100% តែម្ដងដោយសារតែបែបនេះហើយគឺមិនមានឮសំឡេងខាងក្រៅចូលទេដូច្នេះហើយពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពវាប៉ះពាល់ខ្លាំងមែនទែនបងប្អូនអរគ្នាគឺមានថានៅពេលដែលមានគេសផ្លេឬក៏មានសំឡេងរថយន្តផ្សេងទៀតនៅក្បែររថយន្តនេះមិនត្រូវបានស្រូបសំឡេងចូលទេដោយសារតែឃើញថាភាពស្ងាត់បែបនេះហើយខាងសុវត្ថិភាពនៅចក្រភពអង់គ្លេសបានតម្រូវឲ្យរថយន្ត Rolls-Royce Ghost គឺមានសំឡេងចូលខ្លះដែរដូច្នេះហើយវិស្វកររបស់ Rolls-Royce គឺត្រូវបានទៅកែសម្រួលឡើងវិញដើម្បីឲ្យវាមានសំឡេងចូលតិចដែលគេហៅថាសំឡេងខ្សឹបបងប្អូនទាំងអស់គ្នាដូច្នេះហើយមិនមែនមានន័យថា Rolls-Royce មិនមានសមត្ថភាពធ្វើឲ្យស្ងាត់ឈឹងទេប៉ុន្តែនៅពេលដែលស្ងាត់ឈឹងគឺវាប៉ះពាល់ដល់សុវត្ថិភាពដែលធ្វើឲ្យអ្នកបើកបរមិនទទួលបានចំណាប់អារម្មណ៍ទៅលើដងផ្លូវថាមានរថយន្តគេនៅក្បែរឬក៏មានគេកំពុងតែសផ្លេឬក៏សុំផ្លូវនៅក្បែរហ្នឹងដូច្នេះហើយវាធ្វើឲ្យប៉ះពាល់នៅសុវត្ថិភាពនៅក្នុងការធ្វើដំណើររឿងរ៉ាវមួយទៀតគឺវាពាក់ព័ន្ធជាមួយនឹងគេហៅថាធ្វើឲ្យអារម្មណ៍នៃអ្នកនៅក្នុងរថយន្តហ្នឹងគឺទទួលបាននៅអារម្មណ៍មួយថាធៀលថាដោយសារតែរថយន្តទៅហ្នឹងគឺវាហាក់បីដូចជាយើងនៅស្ងៀមគឺទៅតែម្ដងអញ្ចឹងបងប្អូនអរគ្នាដូច្នេះហើយនេះគឺជាចំណុចមួយដែលធ្វើឲ្យវិស្វករឈឺក្បាលមែនទែនថាធ្វើឲ្យស្ងាត់ 100% ធ្វើបានប៉ុន្តែអាធ្វើឲ្យស្ងាត់ខ្លះឬខ្លះហ្នឹងគឺពិបាកនៅក្នុងការថ្លឹងថ្លែងមែនទែនចំពោះយ៉ានកង់របស់រថយន្ត Rolls-Royce Ghost គឺត្រូវបាន design យ៉ាងពិសេសបំផុតតាក់ទងជាមួយនឹងលំហូរខ្យល់តាក់ទងជាមួយនឹងការ design កុំឲ្យមានជាប់ស្នាមប្រឡាក់ដោយសារតែគេគិតថារាល់ការដែលជិះ Rolls-Royce Ghost គឺម្ចាស់គាត់គឺចូលចិត្តអ្វីដែលស្អាតចូលចិត្តអ្វីដែលផ្ចិតផ្ចង់ដូច្នេះហើយពេលដែលឃើញថាយ៉ាន់រថយន្តមើលទៅសពីសពុះគឺវាធ្វើឲ្យសុភណភាពនៅពេលដែលគាត់ចុះពីឡានឬក៏ត្រូវបានគេលួចថតឬក៏អីហ្នឹងគឺវាអត់សូវស្អាតចឹងណាអញ្ចឹងវិស្វករត្រូវបានដូរជាមួយនឹង caliper brake របស់រថយន្ត Rolls-Royce Ghost នឹងទៅជាប្រភេទ caliper brake ធំបងប្អូនអរនេះឃើញជាក់ស្ដែងហើយដោយសារតែយ៉ាន់របស់វាគឺ design មក
គឺស្រឡះដាច់តែម្ដងងាយស្រួលនៅក្នុងការសម្អាតហើយនៅពេលដែលមានស្នាមប្រឡាក់ផ្សេងៗគឺមិនសូវជាប់ជាមួយនឹងយ៉ាន់កង់ទេបងប្អូនអរគ្នានេះហើយគឺជាចំណុចពិសេសមួយដែលជាគុណតម្លៃរបស់អ្នក design រថយន្តមួយនេះដែលត្រូវបានគិតហើយនឹងឆ្លោះគ្នារាប់សិបឆ្នាំទៅលើតែរឿងពីរនឹងទេបងប្អូនអរគ្នាគឺរឿងមិនអោយយ៉ាន់ប្រឡាក់ហើយនឹងមួយទៀតគឺរឿងសំឡេងវាស្ងាត់ពេកតោះឥឡូវបងប្អូនអរគ្នាទៅមើលពីចំណុចទី3ម្ដងណាចំណុចទី3គឺជាចំណុចមួយដែលពិសេសខ្លាំងបំផុតបងប្អូនទាំងអស់គ្នានោះគឺជាប្រព័ន្ធទប់លំនឹងគេត្រូវបានប្រសិទ្ធនាមថា Magic Carpet Rise ដែលប្រែមកជាភាសាខ្មែរយើងថាជិះលើកម្រាលព្រំតែម្ដងដែលជិះលើកម្រាលព្រំបងប្អូនទាំងអស់គ្នាធ្លាប់ទទួលបានអារម្មណ៍មួយថាវាដូចអណ្ដែតទេបងប្អូនទាំងអស់គ្នាប៉ុន្តែបើសម្រាប់ admin ហ្មងគឺអត់ដែលធ្លាប់ជិះព្រំហោះទេបងប្អូនទាំងអស់គ្នាប៉ុន្តែធ្លាប់តែជិះជាមួយនឹង Rolls-Royce Ghost តែម្ដងអញ្ចឹងខ្ញុំអាចពណ៌នាអារម្មណ៍របស់ខ្ញុំបានគឺវាមានហាក់បីដូចជាយើងកំពុងតែអណ្ដែតទៅតែម្ដងបងប្អូនទាំងអស់គ្នាទោះបីជាមានចំហុកមានអីផ្សេងៗគឺរថយន្តនេះមានអារម្មណ៍ថាស្យើបទៅតែម្ដងអញ្ចឹងណានេះហើយគឺជាប្រព័ន្ធទប់លំនឹងបែបលក្ខណៈថាដូចជិះលើកម្រាលព្រំប៉ុន្តែរឿងនៅពីក្រោយនៃកម្រាលព្រំនេះគឺវាពាក់ព័ន្ធជាមួយនឹងប្រព័ន្ធទប់លំនឹងបងប្អូនអរគ្នារថយន្តនេះគឺបានប្រើប្រាស់ជាមួយនឹង camera scan ទៅមុនបងប្អូនអរគ្នានៅពេលដែល scan ឃើញថាមានចំហុកគឺរថយន្តនេះនឹងប្រាប់មកកាន់ប្រព័ន្ធទប់លំនឹងតែម្ដងថាមួយណាត្រូវប្រឹងមួយណាត្រូវចំហុកមួយណាត្រូវនៅកន្លែងហ្នឹងអញ្ចឹងប្រព័ន្ធបូមទាំង4នេះគឺគណនាចូលគ្នាតែម្ដងហើយល្បឿននៅក្នុងការគណនាគឺ1វិនាទីគឺរហូតដល់400ដងណោះបងប្អូនអរគ្នាបងប្អូនស្ដាប់មិនច្រឡំទេគឺ1វិនាទី400ដងអញ្ចឹងនៅពេលដែលយើងកំពុងតែអង្គុយនៅខាងក្រោយរថយន្តណាបងប្អូនអរគ្នាពីព្រោះរថយន្តនេះគឺមានខាងមុខនិងខាងក្រោយនៅពេលដែលគ្រាន់តែយើងដូរកន្លែងមកអង្គុយខាងឆ្វេងមកខាងស្ដាំមកខាងឆ្វេងភ្លាមហ្នឹងក៏រថយន្តបានដឹងខ្លួននឹងធ្វើការគណនាប្រព័ន្ធបូមនឹងរួចស្រេចទៅហើយនេះហើយជាចំណុចពិសេសមែនទែនសម្រាប់រថយន្តនេះផងដែរដោយឡែកចំពោះម៉ាស៊ីនរបស់រថយន្តនេះផងដែរគឺបំពាក់ដោយម៉ាស៊ីនសាំងដែលមានពីស្តុងរហូតដល់12តម្រៀបជាជួរអក្សរ V បងប្អូនអរគ្នាមកខាង6ដែលមកខាង6នេះគឺបើសិនជាយើងបូកមៀតពីស្តុងទាំង12ចូលគ្នាគឺបានរហូតដល់ 6.6 លីត្រដែលគេហៅថាខ្នាតម៉ាស៊ីននេះគឺជាម៉ាស៊ីនធំហើយអញ្ចឹងហើយបានជាចំោះមុខរបស់រថយន្ត Rolls-Royce រៀងវែងតិចដែរពីព្រោះម៉ាស៊ីននេះរៀងវែងអញ្ចឹងបងប្អូនអរគ្នាហើយចំពោះម៉ាស៊ីននេះផងដែរគឺជំនួយខ្យល់ដោយប្រព័ន្ធ turbo តែម្ដងបងប្អូនអរគ្នាហើយវាត្រូវបានគេចាត់ទុកថាជារថយន្ត sedan ដែលមានសន្ទុះលឿនដូចជារថយន្ត sport អញ្ចឹងបងប្អូនអរគ្នាចំណាយពេលពី0ទៅ100គីឡូម៉ែត្រក្នុង1ម៉ោងគឺត្រឹមតែ 4.9 វិនាទីទេបងប្អូនអរគ្នាហើយបើនិយាយពីបឿន top speed តែម្ដងគឺរហូតដល់250គីឡូម៉ែត្រក្នុង1ម៉ោងហើយបើសិនជាបងប្អូនអរនេះចង់លើសនឹងទៀតគឺអាចធ្វើការធូនថែមបានអញ្ចឹងអានេះគឺវាន័យថាកម្លាំងប៉ុណ្្នឹងហើយអត់ទាន់អស់ទេដោយសារតែកម្លាំង horsepower វាគឺរហូតដល់570 HP ឯកម្លាំងរមូលគេហៅថាកម្លាំង Newton meters គឺ780 Newton meters ប៉ុន្តែបើយើងងាកមកមើលពីកម្រិតស៊ីប្រេងវិញគឺរហូតដល់18លីត្រក្នុង100គីឡូបើសិនជាយើងជិះក្នុងក្រុងចំណាយត្រឹមតែ 9.6 លីត្រសម្រាប់100គីឡូបើសិនជាយើងជិះផ្លូវល្បឿនលឿនអញ្ចឹងវាជាចំណុចមួយដែលបងប្អូនទាំងអស់គ្នាអាចពិចារណាបានថាចំពោះការចំណាយហើយនឹងអីផ្សេងៗហើយបើនិយាយពីការចំណាយថែទាំរបស់រថយន្ត Rolls-Royce គឺមិនធូរថ្លៃទេដោយសារតែវាប្រើប្រាស់សុទ្ធតែគ្រឿងល្អៗដូច្នេះហើយប៉ុន្តែក៏បងប្អូនទាំងអស់គ្នាអាចរកគ្រឿង BMW មួយចំនួនដាក់បានត្រូវគ្នាដែរដោយឡែកពាក់ព័ន្ធនឹងប្រអប់លេខរបស់វាក៏វាប្រើប្រាស់ជាមួយនឹងប្រភេទប្រអប់លេខ ZF របស់អាល្លឺម៉ង់ដែរអញ្ចឹងបងប្អូនទាំងអស់គ្នាគឺប្រអប់លេខ8វគ្គអូតូហើយប្រព័ន្ធដំណើរការប៉ុងទាំងមុខទាំងក្រោយដំណើរការដោយប្រព័ន្ធទប់លំនឹងស្លាបបញ្ជាវបងប្អូនទាំងអស់គ្នាដូច្នេះហើយវាធ្វើឲ្យរថយន្តនេះគឺរត់ទៅមិនឃ្លោងទេហើយដោយឡែកបើពាក់ព័ន្ធជាមួយនឹងរថយន្ត sedan ដែលមើលរូបរាងខាងក្រៅបងប្អូនទាំងអស់គ្នាមើលទៅរូបរាងប៉និតហ្មងហើយដោយសារតែរថយន្ត Rolls-Royce Ghost តួខ្លីនេះគឺវាស័ក្តិសមខ្លាំងមែនទែនសម្រាប់នារីទាន់សម័យតែម្ដងបងប្អូនទាំងអស់គ្នាពេលដែលចុះពីរថយន្តដែលមានពណ៌ក្រហមឆើតឆាយបែបនេះគឺមើលទៅស្អាតខ្លាំងមែនទែនតោះឥឡូវយើងមកដឹងពីចំណុចបន្ទាប់ទៀតដើម្បីបងប្អូនទាំងអស់គ្នាងាយស្រួលកាន់តែយល់អំពីរថយន្តមួយនេះចំណុចទី4ពាក់ព័ន្ធជាមួយនឹងពណ៌ឆូតចំហៀងបងប្អូនអរគ្នាឃើញទេរថយន្តផ្សេងៗគឺអត់សូវដែលចាប់អារម្មណ៍ថាមានទេប៉ុន្តែដោយឡែកដែលរថយន្តដែលខ្ញុំកំពុងតែធ្វើបទបង្ហាញនេះគឺមានឆូតចំហៀងរហូតដល់2ឡាននេះហើយចំពោះ2ឡានឆូតចំហៀងនេះគឺត្រូវបានគូនៅ Goodwood ចក្រភពអង់គ្លេសដោយមនុស្សតែម្នាក់គត់បងប្អូនអរគ្នាឈ្មោះគាត់គឺ Marketដែលគាត់គឺគូរាល់រថយន្ត Rolls-Royce ទាំងអស់ដែលគេកំងដាក់ជាមួយនឹងស្នាមឆូតហ្នឹងណាបងប្អូនអរគ្នាហើយស្នាមឆូតនេះគឺបង្កប់អត្ថន័យថាគឺវាការចែកដាច់ពីគ្នាហើយដោយឡែកពាក់ព័ន្ធជាមួយនឹងពណ៌ប្រាក់លើដំបូលនេះ
បងប្អូនអរគ្នាពណ៌ប្រាក់លើដំបូលនេះគឺសុទ្ធសឹងតែជារថយន្តកម្ម៉ង់បានមានបើរថយន្តធម្មតាគឺពណ៌របស់គេគឺលាតសុទ្ធប៉ុន្តែដោយឡែកពណ៌ប្រាក់លើដំបូលនេះគឺយើងត្រូវថែមលុយបងប្អូនអរគ្នាយ៉ាងទាបបំផុតគឺ€20000ដែរហើយដោយឡែករថយន្តដែលខ្ញុំយកមកធ្វើបទបង្ហាញនេះគឺមកឡាញពេញតែម្ដងបងប្អូនអរគ្នាបើនិយាយអំពីពណ៌ប្រាក់លើដំបូលនេះគឺវាដកស្រង់ចេញពីរទេះសេះអភិជននៅចក្រភពអង់គ្លេសបងប្អូនអរគ្នាដោយរទេះសេះសម័យនោះគឺវាមានចែកចេញជាពីរពណ៌ដោយសារតែមួយពណ៌ទៀតគឺសម្រាប់អភិជនគាត់ជិះហើយនឹងមួយពណ៌ទៀតគឺសម្រាប់អ្នកបើកអតិសេសនឹងតែម្ដងបងប្អូនអរគ្នាអញ្ចឹងហើយបានជារថយន្ត Rolls Royce គឺមិនភ្លេចជាមួយនឹងអត្តសញ្ញាណនៃអភិជនទេដោយសារតែរថយន្ត Rolls Royce គេផលិតឡើងជាពិសេសសម្រាប់ខ្សែស្រឡាយព្រះមហាក្សត្រឬក៏ត្រកូលអភិជនដូច្នេះហើយបានជាគេជ្រើសរើសពណ៌បែបនេះដោយសារតែពណ៌បែបនេះបងប្អូនអរគ្នាបើនិយាយអំពីការសម្រិតសម្រាំងនៅក្នុងការផលិតវិញរថយន្តដែលមានពណ៌ Two Tone Color នេះគឺតែងតែធ្ងន់ជាងរថយន្តធម្មតាចន្លោះពី6គីឡូទៅ8គីឡូក្រាមអញ្ចឹងបងប្អូនអរគ្នាថារឿងរ៉ាវនៅពីក្រោយនៃទម្ងន់នេះគឺវាពាក់ព័ន្ធជាមួយនឹង layer នៅក្នុងការដែលបាញ់ថ្នាំគឺមានថាកម្រាស់ថ្នាំណាគឺវាមានកម្រាស់ថ្នាំរហូតដល់10ទៅ15ដងនៃថ្នាំធម្មតាបងប្អូនអរគ្នាដូច្នេះហើយបានជារថយន្តដែលមាន Two Tone Color ពេលដែលបងប្អូនសង្កេតមើលទឹកថ្នាំតួទាំងមូលគឺមានអារម្មណ៍ថាភ្លឺត្រដែតតែម្ដងនេះហើយជាចំណុចពិសេសហើយដោយឡែកនៅសង្វាក់ផលិតកម្មនៅក្នុងការបាញ់ពណ៌នេះនៅចក្រភពអង់គ្លេសគឺមានតែ60នាក់ទេបងប្អូនអរគ្នាសម្រាប់អ្នកដែលធ្វើការជាអ្នកបាញ់ពណ៌សម្រាប់រថយន្តនេះដោយផ្នែកផ្សេងគ្នាហើយការចំណាយពេលបាញ់រថយន្តធម្មតាគឺចន្លោះពេល7ថ្ងៃទៅ10ថ្ងៃគឺហើយមួយគ្រឿងហើយប៉ុន្តែបើសិនជាយើងកំងជាមួយនឹងរថយន្តដែលមាន Two Tone Color បែបនេះគឺយើងចំណាយពេលរហូតដល់30ថ្ងៃទៅ45ថ្ងៃឯណោះដូច្នេះហើយវាជាកម្រិតមួយដែល Rolls Royce មិនសូវចង់ឲ្យអតិថិជនកំងបែបហ្នឹងទេព្រោះវាយូរនៅក្នុងការផលិតក៏ប៉ុន្តែដោយឡែកអ្នកដែលគាត់ទៅកំងរថយន្តនេះគឺគាត់តែងតែចង់បានរថយន្តណាដែលប្លែកសម្រាប់គ្រួសារគាត់សម្រាប់ជាអនុស្សាវរីយ៍របស់គាត់នៅពេលដែលគាត់ទទួលបាននៅគេហៅថាភាពជោគជ័យឬក៏គេហៅថាគុណតម្លៃនៃខ្លួនឯងចង់ឲ្យខ្លួនឯងមានរថយន្តជាទីស្រឡាញ់ចឹងកំងពណ៌រៀងប្លែកចឹងទៅអញ្ចឹងវាក៏ជាចំណុចមួយប្លែកដែលរថយន្តមួយគឺខុសពីមួយហើយពាក់ព័ន្ធជាមួយនឹងពណ៌ Two Tone Color នេះបងប្អូនអរគ្នាឃើញថាគឺជាពណ៌ប្រាក់ដែលពណ៌ប្រាក់នេះគឺបើសិនជាយើងនៅក្រោមគេហៅថាចំណាំងផ្លាតខ្លាំងគឺវាអត់ចាំងទេបងប្អូនអរនេះឃើញគឺវាស្រូប color ទៅបាត់ទៅប៉ុន្តែបើសិនជាវានៅក្នុងកន្លែងមួយដែលគេហៅថាក្រោមស្រមោលគឺវាស្រូបស្រមោលទៀតគឺវានៅតែរក្សាតុល្យភាពនៃពណ៌ប្រាក់ហើយបងប្អូនអរគ្នាហេតុអីបានជាពណ៌ប្រាក់នេះគឺគេ highlight នៅពីលើដោយសារតែយើងមើលទៅរថយន្តនេះគឺមើលទៅស្ដើងស្អាតមែនទែននេះហើយគឺជាតុល្យភាពនៃ color ហើយពាក់ព័ន្ធជាមួយនឹងពណ៌ទាំងពីរនេះដែលបញ្ចូលគ្នានេះគឺត្រូវបានវិស្វករទៅពិភាក្សាជាមួយនឹងអ្នកឯកទេសនៃពន្លឺបងប្អូនអរគ្នាគឺពិភាក្សាគ្នាទម្រាំបានពណ៌ពីរពណ៌នេះមកដាក់លើ Rolls Royce មួយគឺមិនមែនជារឿងងាយស្រួលទេបងប្អូនអរគ្នាដោយសារតែបែបនេះហើយទៅជារថយន្ត Rolls Royce មួយគឺមានតម្លៃថ្លៃបងប្អូនអរគ្នាក៏ប៉ុន្តែដោយសារតែរថយន្តមួយនេះគឺខ្ញុំយកមកធ្វើបទបង្ហាញហើយម្ចាស់គាត់ក៏ចង់ដូរស៊េរីទៅស៊េរីផ្សេងដែរអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងរថយន្តនេះជាទូទៅនៅលើទីផ្សារគឺមានតម្លៃ$200,000ជាងប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាទិញឥឡូវនេះតាមរយៈ Camcar ដោយផ្ទាល់គឺបងប្អូនទាំងអស់គ្នាទិញត្រឹមតែជាង$10,000ទេបងប្អូនទាំងអស់គ្នាហើយដោយឡែកបងប្អូនទាំងអស់គ្នាកុំបារម្ភបើបងប្អូនមិនចេះមើលរថយន្តក៏ពួកខ្ញុំអាចប្រាប់ពីភិនភាគរថយន្តនេះដោយផ្ទាល់បានដែរបងប្អូនទាំងអស់គ្នាទិញរថយន្តជាមួយនឹងពួកខ្ញុំគឺបងប្អូនទាំងអស់គ្នាទិញរថយន្តដោយបានដឹងពីរថយន្តច្បាស់ជាពិសេសគឺភិនភាគរបស់រថយន្តតែម្ដងហើយជាពិសេសគឺរថយន្តទំនើបប្រណិតបែបនេះគឺពួកយើងធ្វើការ research បានយ៉ាងច្បាស់ដើម្បីមុននឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាមុននឹងលក់ជូនបងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នានឹងគឺបានដឹងពីភិនភាគរបស់រថយន្តជាក់ស្ដែងមុននឹងសម្រេចចិត្តជ្រើសរើសអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានរថយន្តចង់ផ្ញើលក់មានរថយន្តចង់ឲ្យ Camcar ជួយធ្វើបទបង្ហាញអាចតាក់ទងមកពួកយើងបានពួកយើងស្វាគមន៍ជានិច្ចណាចំណុចប្លែកទី5បងប្អូនអរគ្នាឃើញតួរថយន្ត Rolls Royce ទាំងមូលនេះគឺផលិតឡើងចេញពីអាលុយមីញ៉ូមតែមួយបន្ទះទេបងប្អូនអរគ្នាក្នុងបទពិសោធន៍របស់ខ្ញុំនៅក្នុងការធ្វើបទបង្ហាញរថយន្តជាច្រើនគឺគេតែងតែផ្គុំគ្នាជាច្រើនបន្ទះប៉ុន្តែដោយឡែកប្រភេទរថយន្ត Luxury ថ្លៃៗគឺគេមិនសូវដាក់ជាមួយនឹងបន្ទះច្រើនទេគឺគេជន់តាមមកបន្ទះតែម្ដងហើយបន្ទះនេះបងប្អូនអរគ្នាមិនមែនទូចទេណាបងប្អូនតាំងពីក្រោមរហូតដល់លើដំបូលរហូតដល់ក្រោយគឺតែមួយបន្ទះតែគត់តែម្ដងបងប្អូនអរគ្នាហើយបើសិនជាបងប្អូនទៅ
មើលរថយន្តផ្សេងៗគឺផ្គុំច្រើនផាតមែនទែននេះហើយគឺជាកម្រិតមួយដែលគេហៅថាកម្រិតលុចសេរីមែនទែនហើយពាក់ព័ន្ធជាមួយនឹងទម្ងន់តួឡានទាំងមូលដែលខ្ញុំកំពុងតែធ្វើបទបង្ហាញនេះគឺមានទម្ងន់រហូតដល់2558គីឡូដោយសារតែវាលើសពីរថយន្តធម្មតា8គីឡូបងប្អូនអរគ្នាដោយសារតែពណ៌របស់វាគឺ two tone color នេះហើយគឺជាចំណុចប្លែកមួយទៀតតោះឥឡូវយើងមកដល់ចំណុចប្លែកចុងក្រោយចំណុចប្លែកចុងក្រោយបំផុតទី6គឺពាក់ព័ន្ធជាមួយនឹងឆ័ត្ររបស់រថយន្ត Rolls-Royce Ghost គឺមានកន្លែងសង្ងួតបងប្អូនអរគ្នាជាធម្មតាពេលដែលយើងដកឆ័ត្រមកប្រើវាត្រូវតែប្រើក្រោមទឹកភ្លៀងឯងបងប្អូនអរគ្នាអញ្ចឹងឆ័ត្ររបស់យើងគឺមានសំណើមប៉ុន្តែនៅពេលដែលយើងសៀតចូលទៅក្នុងប្រហោងសម្រាប់ដាក់ឆ័ត្រនេះគឺវាមានខ្យល់ដើម្បីចេញមកពីប្រភេទម៉ាស៊ីនត្រជាក់ហ្នឹងគឺមកសង្ងួតជាមួយនឹងឆ័ត្រហ្នឹងឲ្យជួយស្ងួតហើយមិនមានក្លិនមិនមានដុះផ្សិតនេះហើយគឺជាចំណុចមួយដែលកន្លងមកអ្នកដែលប្រើប្រាស់រថយន្ត Ghost មិនសូវបានចាប់អារម្មណ៍ទេប៉ុន្តែដោយឡែកវិស្វករកន្លែងនេះមួយគឺឆ្លោះគ្នារាប់សិបឆ្នាំមកបងប្អូនអរគ្នាគឺអស់រយៈពេលច្រើនឆ្នាំមែនទែនទម្រាំតែសម្រេចចិត្តថាដាក់ប្រព័ន្ធសង្ងួតនេះពីព្រោះវាអាចនឹងប៉ះពាល់ដល់ប្រព័ន្ធម៉ាស៊ីនត្រជាក់ប៉ុន្តែដោយឡែកគឺវិស្វករ Rolls-Royce ជាមួយនឹង BMW គឺគិតកន្លែងនឹងយ៉ាងម៉ត់ចត់តែម្ដងពាក់ព័ន្ធនឹងបទពិសោធន៍របស់ខ្ញុំនៅក្នុងការដែលប្រើប្រាស់រថយន្តនេះផ្ទាល់តែម្ដងមិនថាបើកបរទេគឺខ្ញុំទទួលបានអារម្មណ៍ comfort សុវត្ថិភាពហើយមានអារម្មណ៍មួយថាដូចនៅក្នុងបន្ទប់ office ខ្លួនឯងអញ្ចឹងបងប្អូនអរគ្នារឹតតែពិសេសមួយទៀតគឺភាពប្រណិតនៃឈើបងប្អូនអរគ្នាឈើមើលទៅគឺបើបងប្អូនអរគ្នាមើលតាមប្លង់កាមេរ៉ាដែលថតវាអត់សូវជាតិដូចអ្វីដែលបងប្អូនអរគ្នាមកឃើញផ្ទាល់ឃើញឈើទាំងអស់ហ្នឹងគឺស្រស់ស្រាយយកគ្នាតែម្ដងមិនថាក្លែបឈើមិនថាសរសៃឈើមើលទៅគឺមានលក្ខណៈថាសិល្បៈយកគ្នាហ្មងបងប្អូនអរគ្នាប៉ុន្តែដោយឡែកបងប្អូនអរគ្នាពាក់ព័ន្ធជាមួយនឹងការឲ្យ rate របស់ខ្ញុំពី Camcar ផ្ទាល់តែម្ដងគឺខ្ញុំសូមឲ្យ rate ទៅលើរថយន្តនេះគឺ5 លើ 5បងប្អូនអរគ្នាមិនថាបើកបរមិនថាការទទួលស្គាល់ជាសាធារណៈឬក៏មិនថាការ design ឬក៏បច្ចេកវិទ្យាវិស្វករឬក៏សិល្បៈនៃរថយន្តនេះគឺល្អទាំងអស់បងប្អូនអរគ្នាតើតែខ្ញុំផ្ដាំមួយថារាល់ការដែលរថយន្តថ្លៃបែបនេះការចំណាយនៅក្នុងការថែទាំការចំណាយនៅក្នុងការជួសជុលនិងការចំណាយទៅលើការប្រើប្រាស់វាប្រកាសជាថ្លៃហើយបងប្អូនអរគ្នាប៉ុន្តែម្ចាស់រថយន្តខ្ញុំជឿជាក់ថាពួកគាត់គឺសុទ្ធសឹងតែជាអ្នកមានលទ្ធភាពហើយមិនខ្វល់ខ្វាយទៅលើរឿងទាំងអស់ហ្នឹងទេគឺប្រហែលជាគាត់ខ្វល់ខ្វាយទៅលើផលិតភាពច្រើនជាងហើយអញ្ចឹងបើសិនជាបងប្អូនអរគ្នាចង់ឲ្យខ្ញុំធ្វើបទបង្ហាញជាមួយនឹងរថយន្តទំនើបផ្សេងទៀតអាច comment ប្រាប់ខាងក្រោមបានឬក៏បងប្អូនអរគ្នាមានសំណុំពរអីផ្សេងទៀតទាក់ទងនឹងសំណួរផ្សេងទៀតក៏អាចសួរមកខ្ញុំបានដែរបើសិនជាខ្ញុំមានពេលហើយខ្ញុំនឹងធ្វើការស្រាវជ្រាវដើម្បីធ្វើវីដេអូបន្តទៀតហើយមុននឹងចប់វីដេអូបងប្អូនអរគ្នាដឹងស្រាប់ហើយថាពេលដែលខ្ញុំធ្វើវីដេអូមួយពាក់ព័ន្ធជាមួយនឹងរថយន្តមួយគឺมันមាន sponsor អីទេអញ្ចឹងដោយឡែករថយន្តនេះផងដែរខ្ញុំសូម sponsor ឲ្យខ្លួនឯងគឺ Venta Camcar អញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើដំណើរចាំងភ្នែកខ្លាំងត្រូវការ Venta Camcar គឺបងប្អូនអរគ្នាអាចឆាតចូល page Camcar ដើម្បីទិញបានហើយចំពោះ Venta នេះផងដែរគឺយើងផលិតឡើងយ៉ាងពិសេសសម្រាប់តម្រូវការអ្នកដែលបើកបរចាំងភ្នែកហើយស្រឡាញ់រថយន្តស្រឡាញ់ Camcar តែម្ដងអញ្ចឹងអរគុណបងប្អូនអរគ្នាគោរពជូនពរជួបគ្នានៅវីដេអូក្រោយ